ปูแต่មានវ័យចំណាស់ក៏ពិតមែនតែលោកអ៊ំមិនដែលបោះបង់នៅទឹកដីកំណើតមិនដែលបោះបង់ចោលពលរដ្ឋខ្លួនឯងតែកំពុងតែរងគ្រោះឯងបងប្អូនជាច្រើនទៀតដែលតែងតែផ្ញើថវិកាជួយដល់អ្នកក្រីក្រនៅឯជនបទជួយដល់លោកតាលោកយាយដែលត្រូវការសង្គ្រោះបន្ទាន់នេះហើយគឺជាទឹកចិត្តខ្មែរក្នុងនាមនាងខ្ញុំដែលជាស្ត្រីមួយរូបដែលតែងតែបម្រើការងារមនុស្សធម៌ជូនដល់បងប្អូននៅក្នុងស្រុកអ្វីដែលនាងខ្ញុំធ្វើគ្រាន់តែជាផ្នែកមួយដ៏តូចដែលអាចចែករំលែកក្នុងនាមជាកូនខ្មែរទេអង្គភូមិបងប្អូនទាំងអស់គ្នាខ្ញុំមិនខកអីពីលោកអ៊ំលោកតាលោកយាយដែលនៅឯជនបទគឺត្រូវការលើកទឹកចិត្តពីបងប្អូនទាំងអស់គ្នាខ្ញុំក៏ជាកូនអ្នកក្រីក្រមួយរូបដែលតែងតែរងគ្រោះក្នុងសង្គមក្នុងការទឹកនាំរបស់លោកហ៊ុនសែនអាចថាអង្គភូមិមួយចំនួនធ្លាប់ឆ្លងកាត់ពីរបបមួយទៅរបបមួយតែសម្រាប់សម័យនាងខ្ញុំកើតមកឃើញតែលោកហ៊ុនសែនដឹកនាំឃើញតែមានការរងគ្រោះថឹងហោចទៅខ្ញុំមានបងប្អូន5នាក់ខ្ញុំគឺជាកូនបើនៅក្នុងក្រុមគ្រួសារបងប្រុស2នាក់របស់ខ្ញុំបានស្លាប់នៅឆ្នាំ2001ម្នាក់ឆ្នាំ2002ម្នាក់ហើយបងប្រុសខ្ញុំ2នាក់ទៀតបានចំណាក់ស្រុកទៅធ្វើការងារនៅប្រទេសថៃមកដល់ឆ្នាំនេះគឺបាត់រយៈពេល23ឆ្នាំហើយខ្ញុំបានបាត់បងប្អូនតាំងពីខ្ញុំអាយុ5ឆ្នាំឥឡូវខ្ញុំ28ឆ្នាំហើយខ្ញុំអត់ដែលដឹងដំណឹងថាបងរបស់ខ្ញុំគាត់រស់រានមានជីវិតយ៉ាងដូចម្ដេចទេខ្ញុំគឺជាកូនកំព្រាឪពុកដែលឪពុករបស់ខ្ញុំបានលេងលះពីម្ដាយខ្ញុំតាំងពីខ្ញុំនៅក្នុងពោះម្ដាយ5ខែខ្ញុំកើតដឹងក្តីខ្ញុំឃើញតែមុខម្ដាយខ្ញុំរស់នៅតែជាមួយម្ដាយពីអ្នកម្ដាយនិងកូនជីវិតជាកូនអ្នកក្រីក្រអង្គពុំវិញពេលយើងត្រូវការលើកទឹកចិត្តអ្នកក្រីក្រគឺងាយនឹងរងគ្រោះអ្នកក្រីក្រគឺងាយនឹងប៉ះពាល់សតិអារម្មណ៍របស់អង្គពុំវិញពេលខ្លះខ្ញុំកាលនៅពីតូចពេលដែលយើងឃើញគេឲ្យលុយយើង5000 2000 3000រៀលទៅពេលខ្លះយើងចង់ស្វែងអង្គមគេព្រោះគេបានផ្ដល់ឱកាសគេបានផ្ដល់លុយឲ្យយើងដើម្បីឲ្យយើងមានបាយហូបឲ្យយើងបានលុយទិញអង្ករអញ្ចឹងក្នុងនាមខ្ញុំជាយុវជនខ្មែរក្នុងនាមខ្ញុំដែលជាកូនអ្នកក្រីក្រមួយរូបខ្ញុំមិនបោះបង់ចោលអ្វីដែលនាងខ្ញុំអាចធ្វើបានជាពិសេសគឺការងារមនុស្សធម៌នោះទេខ្ញុំរស់បានមកដល់ថ្ងៃនេះគឺដោយសារការចែករំលែកអញ្ចឹងដូច្នេះបើខ្ញុំមានឱកាសចែករំលែកទៅដល់អ្នកដទៃបានខ្ញុំនឹងធ្វើកិច្ចការងារនឹងជាចាំបាច់ហើយខ្ញុំនឹងបន្តធ្វើទៀតទោះបីខ្ញុំដឹងថាអំណោយមិនអាចធ្វើឲ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រក៏ពិតមែនប៉ុន្តែវាជាផ្នែកមួយនៃទឹកចិត្តខ្មែរវាជាផ្នែកមួយនៃការលើកទឹកចិត្តរបស់បងប្អូនខ្មែរពេលដែលខ្ញុំចង់ទៅធ្វើការងារនៅមូលដ្ឋានអង្គភូមិខ្ញុំនាំជំនួយរបស់អង្គភូមិពេលខ្លះលុយ$10000 $10របស់អង្គភូមិធ្វើឲ្យលោកយាយលោកតាដែលគាត់ជូនពោគាត់ស្រក់ទឹកភ្នែកគាត់គិតថាគាត់មានក្តីសង្ឃឹមហើយគាត់គិតថាគេមិនបោះបង់ចោលគាត់ទេគាត់គិតថាលុយ$10ហ្នឹងអាចទិញអង្ករបានកន្លះក្រមដែរដើម្បីបន្តជីវិតរបស់ពួកគាត់រស់កន្លះខែមួយខែតទៅមុខទៀតដែរពេលដែលខ្ញុំដើរទៅតាមភូមិខ្ញុំងាកទៅមើលដល់ក្នុងផ្ទះគាត់ខ្ញុំអត់ឃើញអង្ករទេពេលដែលខ្ញុំចូលទៅដល់ក្នុងភូមិខ្ញុំជួបស្ត្រីខ្លះរស់នៅក្នុងក្រុមគ្រួសារសឹងតែមិនមានម្ហូបមិនមានរបស់ឆ្ងាញ់ដើម្បីជីវិតរស់ខ្ញុំឃើញការជូនពររបស់លោកតាលោកយាយពេលខ្លះខ្ញុំធ្វើការខ្ញុំអត់ដឹងថាខ្លួនឯងហត់កម្រិតណាទេប៉ុន្តែដោយទឹកចិត្តដោយការជួយជ្រោមជ្រែងពីអង្គភូមិបងប្អូនទាំងអស់គ្នាមិនដែលធ្វើឲ្យខ្ញុំអស់សង្ឃឹមនេះខ្ញុំនឹងបន្តធ្វើកិច្ចការងារតទៅមុខទៀតក្នុងនាមខ្ញុំជាយុវជនខ្មែរហើយយើងមានតួនាទីសំខាន់ណាស់គឺជាតិរបស់យើងខ្ញុំដឹងថាអង្គភូមិគឺរងគ្រោះដោយសារនយោបាយរងគ្រោះដោយសារនយោបាយគឺរងគ្រោះយ៉ាងដូចម្ដេចអង្គភូមិមកដល់សហរដ្ឋអាមេរិកនេះគឺរងគ្រោះដោយសារគេបានបង្ខំឲ្យអង្គភូមិចាក់ចេញពីស្រុកកំណើតរបស់អង្គភូមិតែគេមិនអាចយកស្រុកកំណើតរបស់អង្គភូមិចាក់ចេញពីបេះដូងរបស់អង្គភូមិបានទេមែនទេអង្គភូមិទាំងអស់គ្នាខ្ញុំតែមានអារម្មណ៍ហើយខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំអាចធ្វើបានក្នុងនាមជាយុវជនមួយរូបខ្ញុំត្រូវតែធ្វើខ្ញុំអាចថាខ្ញុំមិនមែនជាកូនកតញ្ញូក៏ថាបានខ្ញុំមិនដែលមានពេលមានឱកាសនៅជាមួយម្ដាយឲ្យបានមើលថែម្ដាយឲ្យបានល្អពេលដែលនាងខ្ញុំមកទឹកដីសហរដ្ឋអាមេរិកនេះខ្ញុំបានឃើញមិត្តភ័ក្តិរបស់នាងខ្ញុំនាំម្ដាយនាងខ្ញុំទៅញ៉ាំស៊ុបនៅភោជនីយដ្ឋានហើយម្ដាយនាងខ្ញុំបានខ្សឹបប្រាប់មិត្តភ័ក្តិខ្ញុំបាត់រួមការងារខ្ញុំថា40ឆ្នាំហើយគាត់អត់ដែលបានចូលហាងនេះ
40 ឆ្នាំក៏អត់ដែរបានញ៉ាំស៊ុបនៅហាងទេខ្ញុំក្តុកក្តួលខ្ញុំមានអារម្មណ៍ក្តុកក្តួលរំភើបថាហេតុអីបានខ្ញុំជាកូនម្នាក់ដែរតែខ្ញុំអត់បានបំពេញកាតព្វកិច្ចជាកូនកតញ្ញូទៅដល់ម្ដាយនាងខ្ញុំដែលបានចិញ្ចឹមនាងខ្ញុំឲ្យនាងខ្ញុំមានឱកាសដល់ថ្ងៃនេះតែពេលដែលនាងខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងបំពេញកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាកូនម្នាក់ដែលត្រូវមើលម្ដាយនាងខ្ញុំនៃជីវិតចុងក្រោយរបស់គាត់ទៀតម្ដាយនាងខ្ញុំគឺជាសកម្មជនគណបកជាតិខ្មែរនៅឆ្នាំ1995រហូតដល់នាងខ្ញុំនៅតែពីអ្នកម្ដាយនិងកូនពេលដែលម្ដាយទៅណាគឺម្ដាយតែងតែទឹកដៃកូនទៅជាមួយហើយនៅឆ្នាំ2003នាងខ្ញុំបានមករស់នៅទីស្នាក់ការគណៈបកសំរងស៊ីនៅខាងខេត្តបាត់ដំបងដោយសារជីវភាពរបស់នាងខ្ញុំដោយសារការរស់នៅរបស់នាងខ្ញុំមិនអំណោយផលអង្គពូមីងនៅផ្ទះរបស់នាងខ្ញុំដែលខ្ញុំនៅពីក្មេងហើយនាងខ្ញុំបានចាក់ចោលផ្ទះមករស់នៅទីស្នាក់ការគឺដោយសារកត្តាពីរយ៉ាងទី1គឺអាចថាយើងក្រីក្រត្រូវបានបង្ខំចិត្តចាក់ចោលពីផ្ទះពេលដែលនាងខ្ញុំគេងយប់ឡើងបើសិនជាមានមេឃភ្លៀងគឺនាងខ្ញុំមិនដែលគេងបានលក់ទេបើនាងខ្ញុំមានក្រែនៅក្រៅផ្ទះមិនមែនបើសិនទេគឺមានក្រែមួយនៅពេលភ្លៀងមកបើសិនជាភ្លៀងខ្លាំងគឺនាងខ្ញុំពីអ្នកម្ដាយកូនម្ដាយតែងតែដឹកដៃនាងខ្ញុំទៅជ្រោកនៅតាមសញ្ញាផ្ទះគេអង្គុយសកប់កក់ភ្លឺក៏មានដែរខ្ញុំតែងតែជួបនៅជីវិតលំបាកការងារអីឲ្យតែនាងខ្ញុំអាចរក